ជំរាបសួរអំពុំមិញតែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាខ្ញុំថតវីដេអូទៀតហើយថត vlog ចាថតនិយាយអំពីសកម្មភាពខ្ញុំមុនថ្ងៃចូលឆ្នាំរៀនគឺរៀនដល់តែគ្រូប្រាប់ថាឈប់រៀនបានខ្ញុំឈប់ហើយនេះគឺជាសកម្មភាពដែលខ្ញុំទិញមើលមេរៀនមុនគ្រូគាត់រៀនចាហើយនេះគឺជាសកម្មភាពដែលខ្ញុំលាបអីមុខចឹងណារៀបចំតែងខ្លួនទៅរៀនទៅសាលាទៅអត់មានធ្វើអីអ្នកគ្នាគ្រាន់តែលាបឡេមុខហើយនឹងលាបក្រែមតែប៉ុណ្្នឹងឯងហើយនេះគឺជាសកម្មភាពដែលខ្ញុំដើរទៅទិញអីញ៉ាំចាហើយនេះគឺជាសាលាខ្ញុំគាត់បានធ្វើសង្ក្រាន្តប៉ុន្តែសង្ក្រាន្តហ្នឹងគឺចប់ហើយចាហើយថ្ងៃសង្ក្រាន្តហ្នឹងក៏ខ្ញុំបានមកលេងគេដែរចាហើយវីដេអូនេះគឺជាវីដេអូដែលមុននឹងគ្រូគាត់បរៀនហើយថ្ងៃហ្នឹងគឺជាថ្ងៃដែលខ្ញុំត្រូវទៅផ្ទះហើយនេះគឺជាខ្ញុំទិញរបស់អីញ៉ាំចាហើយបន្តមកទៀតខ្ញុំចាប់ដើមមើលត្រីមើលអីចឹងណាព្រោះអីភាគច្រើនខ្ញុំរៀនមិនប៉ុន្តែសួរថាដើរជុំវិញសាលាអត់គឺអត់ទេចានេះគឺជារង្វាន់ដែលមិត្តភ័ក្ដិខ្ញុំគាត់ឲ្យពេលដែលខ្ញុំធ្វើលំហាត់មេរៀនដែលត្រូវអីចឹងគាត់ទទួលបានរង្វាន់ចាខ្ញុំមិនចង់បានរង្វាន់អីទេខ្ញុំចង់បានតែរៀនចេះអីចឹងណាចាប៉ុន្តែដោយសារតែគេឲ្យរង្វាន់ខ្ញុំក៏យកទៅចាហើយនេះដែរគ្រូគាត់បរៀនហើយក៏គាត់ច្រៀងឲ្យមិត្តរួមថ្នាក់ខ្ញុំស្ដាប់ចាបន្តមកទៀតខ្ញុំក៏ចាប់ដើមចូលទៅទិញបន្លែហើយបន្តមកទៀតខ្ញុំក៏ចាប់ដើមរៀបចំទុកដាក់កន្លែងអង្គុយអីដោយសារតែខ្ញុំត្រូវទៅពេញវិញអញ្ចឹងទៅខ្ញុំរៀបចំឲ្យស្អាតមុននឹងខ្ញុំទៅទេអីចឹងចាកុំឲ្យមានរបាច់របាយដោយសារតែយើងទៅមួយអាទិត្យនោះតម្រាំតែយើងមកវិញវាយូរដែរចាហើយខ្ញុំត្រូវគក់កៅអៅហើយអត់ទុកកៅអៅចោលកាន់ទេដោយសារតែខ្ញុំទៅថ្ងៃអាទិត្យហើយចូលរៀនវិញថ្ងៃច័ន្ទអញ្ចឹងទៅពេលទុកកៅអៅកើទៅយើងមានអារម្មណ៍ថាពេលទៅពេញវិញយើងហត់ហើយយើងអត់ចង់បោកអត់ចង់អីទេយើងចង់តែសម្រាកអញ្ចឹងយើងត្រូវបោកកៅអៅហើយពេលដល់ណាយើងមិនបាច់បោកកៅអៅអីទៀតទេដោយសារតែយើងបោកហើយពេលដែលខ្ញុំធ្វើដំណើរទៅផ្ទះហ្នឹងក៏ខ្ញុំបានថតដែរដោយសារតែម៉ូតូឆ្វេងឆ្វាយពេកដោយសារថ្ងៃចូលឆ្នាំជុំក្មេងច្រើនខ្លាំងមែនតើហើយនេះគឺវីដេអូដែលខ្ញុំដល់ផ្ទះចាហើយនៅក្នុងភូមិរបស់ខ្ញុំហ្នឹងក៏គេធ្វើសង្ក្រាន្តលេងប៉ាតម្សៅលេងជះទឹកអីដែរចាហើយថ្ងៃហ្នឹងគឺជាថ្ងៃដែលថ្ងៃសុក្រហ្នឹងគឺជាថ្ងៃដែលខួបកំណើតក្មួយរបស់ខ្ញុំចាគាត់ខួបកំណើតតាំងម្សិលមិញប៉ុន្តែធ្វើថ្ងៃហ្នឹងដោយសារតែជុំគ្នាកុំអីធ្វើម្សិលមិញហើយចាចឹងវីដេអូយើងមានតែប៉ុណ្្នឹងអរគុណអ្នកគ្នាខ្លាំងមែនតើសម្រាប់ការទស្សនាវីដេអូខ្ញុំពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយបាយបាយ